in the long run clear នេះបកប្រែថាម៉េចតិចបកប្រែថារត់បានឆ្ងាយ clear បកប្រែអញ្ចឹងណា clear នេះគឺបកប្រែថាក្នុងរយៈពេលវែងឬក៏ទៅថ្ងៃអនាគតឧទាហរណ៍ this business will make more money in the long run បកប្រែថាអាជីវកម្មមួយហ្នឹងនឹងរកលុយបានច្រើននៅពេលអនាគតឬក៏ក្នុងរយៈពេលវែងឧទាហរណ៍មួយទៀត exercise is good for you in the long run បកប្រែថាការហាត់ប្រាណណាគឺល្អសម្រាប់យើងក្នុងរយៈពេលវែងឬក៏ទៅថ្ងៃអនាគតអីចឹងណាឧទាហរណ៍ចុងក្រោយ it may be difficult now but it will help you in the long run បកប្រែថាអាចនឹងពិបាកឥឡូវហ្នឹងប៉ុន្តែនៅពេលអនាគតទៅវាអាចនឹងជួយយើងបានច្រើនហើយបើយើងចង់និយាយថាក្នុងរយៈពេលខ្លី in the short run ចឹងសរុបរួមមកពាក្យ in the long run គឺបកប្រែថានៅពេលអនាគតឬក៏ក្នុងរយៈពេលវែងហើយបើ in the short run គឺបកប្រែថាក្នុងរយៈពេលខ្លីហើយបើអ្នកគេចង់បានសៀវភៅមូលដ្ឋានគ្រឹះភាសាអង់គ្លេសមានបកប្រែខ្មែរមាន5ក្បាលអាចឆានរបស់ខ្ញុំបានហើយតម្លៃវា$26ស្មើ$104,000 5ក្បាលនេះណាសៀវភៅមានដូចជាសញ្ញាអានភាសាអង់គ្លេសសន្ទនាប្រចាំថ្ងៃពាក្យន័យដូចពាក្យស្លោកហើយសៀវភៅវេយ្យាករណ៍អរគុណ